លេងសាច់ជ្រូក3ជាន់ជាមួយនឹងម្ទេសលេងសាច់ជ្រូក3ជាន់ជាមួយម្ទេសយើងឆាសាច់ជ្រូកនឹងចោលមុនឲ្យវាចេញខ្លាញ់ឲ្យវាឡើងក្រៀមអញ្ចឹងហើយយើងលើកវាទុកនៅលើហើយចាំយើងដាក់ចាក់ប្រេងដែលនៅសល់ច្រើននឹងចោលសិនណាចាំយើងដាក់ម្ទេសដែលបុកហ្នឹងណាដាក់ម្ទេសហើយនឹងខ្ទឹមយើងបុកចូលគ្នាហ្នឹងយើងដាក់ចូលហើយម្ទេសហ្នឹងបើយើងអត់ទៅចូលចាក់ហឹលខ្លាំងពេកយើងប្រើម្ទេសដៃនាងម្ទេសមួយហ្នឹងលាយជាមួយនឹងម្ទេសយើងខ្លះមកម្ទេសដាក់តែយើងម្ទេសហឹលហ្នឹងដាក់តែ2-3គ្រាប់ក៏បានដែរហ្នឹងតាមចំណូលចិត្តបើសិនណាយើងចូលចិត្តហឹលខ្លាំងយើងប្រើម្ទេសដៃនាងយើងនឹងទាំងអស់ក៏បានដែរប៉ុន្តែបើយើងចង់មានពណ៌ស្អាតយើងប្រើម្ទេសម្លីនឹងលាយមកអញ្ចឹងមើលឃើញហ្នឹងហមខ្លាំងប៉ុន្តែវាអត់ទៅហឹលទេត្រូវជ្រូក3ជាន់យើងលីងខ្ញុំហើយគ្រឿងវាងាយបានតិចមិនសូវយើងមិនសូវប្រើគ្រឿងខ្លាំងតែប្រើតែម្សៅខ្នុរបន្តិចស្ករត្នោតនិងទឹកត្រីប្រេងខ្យងតែប៉ុណ្ណឹងក៏ស្អាតមានរសជាតិឆ្ងាញ់តែប៉ុណ្ណឹងរួចជាស្រេចអរគុណដែលបានចូលមើលវីដេអូខ្ញុំបើចូលចិត្តសូម follow ម្នាក់មួយផងអរគុណ